តើពាក្យ Noel មានន័យយ៉ាងម៉េចតើបងប្អូនធ្លាប់ឆ្ងល់ថាតើពាក្យ Noel មានន័យយ៉ាងម៉េចពីដើមពាក្យ Noel មកពីភាសាឡាតាំងហើយមានន័យថាកំណើតដូច្នេះតើបុណ្យ Noel តាក់ទងជាមួយកំណើតរបស់អ្នកណាមនុស្សខ្លះប្រហែលជាច្រឡំថាគឺជាកំណើតរបស់តា Noel ប៉ុន្តែមិនមែនទេរឿងតា Noel គ្រាន់តែជារឿងព្រេងប៉ុណ្ណោះដូច្នេះតើបុណ្យ Noel តាក់ទងនឹងកំណើតរបស់អ្នកណាជាង 2000 ឆ្នាំមុននៅទ្វីបអាស៊ីយើងក្នុងប្រទេសអ៊ីស្រាអែលមានទារកមួយដែលបានប្រសូតមកទារកនោះមិនមែនជាមនុស្សធម្មតាទេពីព្រោះទារកនោះគឺជាព្រះតែម្ដងតាំងពីដើមដំបូងមានព្រះប៉ុន្តែ 2000 ឆ្នាំមុនព្រះអង្គបានសម្រេចព្រះハរតីចុះមកផែនដីហើយរស់នៅជាមួយនឹងមនុស្សយើងកាលព្រះអង្គដ៏ជាវិញ្ញាណបានចុះមកផែនដីព្រមទាំងប្រសូតជាមនុស្សដែលមានរូបកាយនោះគេបានថ្វាយព្រះនាមថាយេស៊ូវដូច្នេះថ្ងៃ Noel គឺជាកម្មវិធីដែលមនុស្សលោកនឹករលឹកអំពីថ្ងៃដែលព្រះយេស៊ូវបានប្រសូតជាមនុស្សព្រះគម្ពីរកាឡាទីជំពូក 4 ខ 4 ប្រាប់យើងថាតែលុះវេលាកំណត់បានមកដល់នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រីដូច្នេះព្រះយេស៊ូវមិនមែនជាមនុស្សដូចយើងខ្ញុំទេយើងខ្ញុំមានទាំងឪពុកនិងម្ដាយប៉ុន្តែព្រះយេស៊ូវគ្មានឪពុកខាងសាច់ឈាមទេគឺព្រះវរបិតាជាព្រះដែលបានបង្កើតមនុស្សលោកជាឪពុករបស់ព្រះយេស៊ូវវិញព្រះយេស៊ូវគឺជាព្រះ 100% ហើយក៏ជាមនុស្ស 100% តែម្ដងដោយសារព្រះយេស៊ូវជាព្រះនោះទ្រង់បានរស់នៅលើផែនដីអស់33ឆ្នាំប៉ុន្តែក្នុង33ឆ្នាំនោះព្រះយេស៊ូវមិនដែលបានធ្វើបាបម្ដងសោះដោយសារព្រះយេស៊ូវមិនដែលធ្វើបាបទើបព្រះអង្គអាចនឹងសងថ្លៃបាបរបស់យើងទាំងអស់គ្នាបានប្រហែលជាបងប្អូនធ្លាប់ឮថាព្រះយេស៊ូវបានសគត់លើឈើឆ្កាងសូមមើលគម្ពីរអេសាយជំពូក 53 ខ 5 តែទ្រង់ព្រះយេស៊ូវត្រូវរបួសនៅលើឈើឆ្កាងដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាជាំដោយព្រោះអំពើទុច្ចរិតរបស់យើងទេដូច្នេះនៅពេលដែលព្រះយេស៊ូវបានទទួលទោសនៅលើឈើឆ្កាងនោះមិនមែនដោយសារបាបរបស់ទ្រង់ទេគឺដោយសារតែទ្រង់កំពុងតែទទួលទោសជំនួសយើងខ្ញុំវិញហើយព្រះយេស៊ូវក៏បានរៀបចំផ្លូវឲ្យយើងរួចពីទោសបើសិនជាបងប្អូនណាចាប់អារម្មណ៍ចង់រៀនថែមទៀតអំពីព្រះយេស៊ូវនិងផ្លូវឲ្យរួចពីបាបសូមឲ្យបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះសូមអរគុណ